ថ្ងៃនេះអ្នកគ្រូនិយាយពីរឿងយកវត្ថុមង្គលចូលផ្ទះហើយរកស៊ីដាក់ក៏ប៉ុន្តែបែបណាឥឡូវអ្នកគ្រូអានខមមិននេះមួយជំរាបសួរអ្នកគ្រូខ្ញុំចង់សួរមួយខ្ញុំសង្ស័យថាខ្ញុំត្រូវអំពើគេខ្ញុំទៅរកគ្រូគាត់ក៏ឲ្យពាក់ស្នែងចង់និយាយថាបតោងខ្សែកតែធ្វើពីស្នែងណាគេធ្វើជារូបផ្សេងតែគ្រាន់តែគាត់បញ្ជាក់ថាពាក់ស្នែងដើម្បីការពារគ្រោះភ័យបណ្ដេញអាបធ្មប់ចង្រៃតែខ្ញុំមានអារម្មណ៍ថាដូចមិនបានផលសោះហើយជីវិតដូចដុនដាបជាងមុនទៀតតែការពាក់រូបព្រះអង្គធ្វើពីស្នែងនោះវាអាចឲ្យរាសីយើងដាក់ទេឬវាអាចជួយបណ្ដេញអាបធ្មប់បានទេខ្ញុំពិតជាលំបាកណាស់អ្នកគ្រូអធិស្ឋានបើខ្ញុំនិយាយខុសអញ្ចឹងការពិតទៅអ្នកគ្រូមានរឿងបែបហ្នឹងច្រើនប៉ុន្តែពេលនេះអ្នកគ្រូសុំលើករឿងមួយធ្លាប់ឮរឿងអតីតព្រះអង្គលីមៀលទេព្រះអង្គលីមៀលធ្លាប់កើតជាសត្វអណ្ដើកជួយចម្លងមនុស្ស 1000 នាក់ពីកោះមកតែដល់ទីបំផុតមនុស្សទាំង 1000 នាក់ហ្នឹងបែរជាសម្លាប់អណ្ដើកយកសាច់វាស៊ីវិញហើយនៅក្នុងចំណោម 1000 នាក់គឺមានតែម្នាក់ឯងដែលអត់ស៊ីសាច់អណ្ដើកនោះអ្នកគ្រូបានទៅវត្តធម្មកាយនៅប្រទេសថៃហើយអ្នកគ្រូបានរើសរោមកង្កោកនៅវត្តហ្នឹងមកប៉ុន្តែរោមកង្កោកហ្នឹងជារោមជ្រុះឯណាហើយពេលអ្នកគ្រូត្រឡប់មកវិញអ្នកគ្រូក៏បានកាន់រោមកង្កោកហ្នឹងចេញពេលវាយប៉ាសពតហើយអ្នកគ្រូអង្គុយចាំឡានហើយពេលនោះក៏បានជួបមនុស្សប្រុសម្នាក់ហ្នឹងពេលឃើញរោមកង្កោកហើយគាត់ក៏នឹកឃើញរឿងរ៉ាវរបស់គាត់ហើយគាត់ក៏បាននិយាយប្រាប់ហើយគាត់ក៏និយាយថាគាត់ធ្លាប់បានមានរោមកង្កោកដែលគាត់ទិញពីជនជាតិភាគតិចហើយគាត់ថាគាត់ឃើញរោមកង្កោកហ្នឹងគាត់បាក់ស្បាតហ្មងព្រោះបានគាត់បានទៅទិញរោមកង្កោកនេះពីជនជាតិភាគតិចគឺថាគេកង្កោកហ្នឹងគេបានវះយកសាច់ហូបអស់ហើយតែនៅតែស្បែកហ្នឹងហើយនឹងទាំងរោមហ្នឹងគេតុបតែងឲ្យរបៀបដូចជាកង្កោកវិញហើយគាត់បាននិយាយថាតាំងពីពេលវេលាឆ្នាំដែលគាត់យករោមកង្កោកនឹងចូលផ្ទះហ่ะជីវិតរបស់គាត់វេទនាជួបវិបត្តិវេទនាមែនតែនគាត់ថាពីមុនមកធ្លាប់ទៅរកបានណាដល់ពេលបានរោមកង្កោកនឹងមកគាត់រកស៊ីអីដូចដាក់អំបិលក្នុងទឹកចឹងហើយគាត់ក៏អត់ដឹងរឿងហើយបញ្ហារបស់គាត់នឹង10ឆ្នាំបានន័យថាគាត់អត់បានចាប់អារម្មណ៍ព្រោះគាត់ស្មានអត់ដល់គាត់ថាគ្រាន់តែរោមកង្កោកយើងទិញពីគេមកស្រាប់ហើយគ្រាន់តែគេដាក់តុបតែងឲ្យដូចជាកង្កោកវិញហ្នឹងណាហើយទៅជារោស៊ីដាក់នោះវាជារឿងដែលស្មានអត់ដល់ណាព្រោះដំបូងគាត់បានគិតរឿងហ្នឹងឯងព្រោះយកមកដាក់តាំងតុបតែងស្អាតវាជារឿងធម្មតាមែនទេព្រោះដល់ពេលជីវិតគាត់ជួបមហន្តរាយតែម្ដង10ឆ្នាំគាត់ក៏សម្រេចចិត្តទៅរកគ្រូទាយគាត់អត់ដែរជឿរឿងអីទេដល់ជីវិតលំបាករកផ្លូវឯងមនុស្សយើងដល់អញ្ចឹងគ្រូទាយគេឆត់ដែរណាគាត់ថាគេសួរថាមានយករោមសัตว์រោមអីចូលផ្ទះទេរោនឹកមិនឃើញវាភ្លេចអស់អីចឹងណាហើយក៏នឹកឃើញថាមានរោមកង្កោកព្រោះអីជារោមដែលតុបតែងមានដាក់ឈើដាក់អីចឹងទៅមើលទៅដូចរូបកង្កោកចឹងណាអញ្ចឹងគាត់ក៏សម្រេចចិត្តយកកង្កោករោមកង្កោកនោះចេញទៅព្រោះ10ឆ្នាំហើយវាសឹងតែភ្លេចវាអត់មានយកអីចូលវាមានតែរោមកង្កោកនឹងឯងដល់ពេលយករោមកង្កោកនឹងចេញទៅជីវិតគាត់ក៏អណ្ដែតផុសឡើងវិញទៅហើយការងារអីគាត់រស់ស៊ីក៏ល្អឡើង